នៅមុនពេលដែលមនុស្សអាចថតវីដេអូបានការធ្វើឲ្យរូបភាពមានចលនាមិនមែនជារឿងងាយស្រួលទេមនុស្សណាម្នាក់ដែលអាចធ្វើវាបានគេចាត់ទុកថាម្នាក់នោះគឺមានសមត្ថភាពនៅក្នុងការច្នៃប្រឌិតនេះគឺជារបបកំហើញមួយដែលអាចនិយាយបានថាគឺជាលំនាំនៅក្នុងការបង្កើតទៅជាវីដេអូរហូតមកដល់សព្វថ្ងៃម៉ាស៊ីននេះមានឈ្មោះថា Mutoscope ដែលអាចកែប្រែរូបភាពសន្លឹកឲ្យក្លាយទៅជារូបភាពដែលមានចលនាគេអាចយកគំរូនេះមកបង្កើតទៅជាវីដេអូខ្លីៗក៏ដូចជាខ្សែរឿងផងដែរម៉ាស៊ីននេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី19និងដើមសតវត្សទី20ដោយសារតែបច្ចេកវិទ្យានៅជំនាន់នោះមិនទាន់ទំនើបហេតុដូចនេះការប្រើប្រាស់ម៉ាស៊ីននេះដើម្បីទស្សនាកម្រងឯកសារក៏ដូចជាវីដេអូខ្លីៗបានត្រឹមតែមួយនាក់ប៉ុណ្ណោះក្នុងមួយដងតែទោះបីជាយ៉ាងណាក៏ដោយម៉ាស៊ីននេះមានភាពល្បីល្បាញព្រោះវាជាបច្ចេកវិទ្យាថ្មីបំផុតនៅចុងសតវត្សទី19